បាទជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាបាទជាពិសេសមិត្តអ្នកដើរទាំងអស់គ្នាផងដែរមិត្តដែលចូលចិត្តផ្សងព្រេងមិត្តដែលចូលចិត្តដើរលេងតោះថ្ងៃហ្នឹងយើងនឹងទៅលេងបឹងយ៉ាឡោមតែពិតបឹងយ៉ាឡោមនេះយើងស្គាល់អស់ហើយស្អីបឹងយ៉ាឡោមនេះជាបឹងមួយដ៏សំខាន់ហើយក៏ពិសេសដែរហើយក៏ជាបឹងមួយដែលល្បីក្នុងខេត្តរតនគិរីផងដែរបាទអញ្ចឹងមានបងក៏ដូចជាមានអ៊ំពូមីងក៏ដូចជាទូទាំងប្រទេសស្គាល់ហើយបឹងយ៉ាឡោមនេះជាបឹងធម្មជាតិដែលផុសឡើងដោយសារបន្ទុះភ្នំភ្លើងអញ្ចឹងណាហើយថ្ងៃនេះយើងក៏ទៅលេងបឹងយ៉ាឡោមដែរតែសារនេះយើងមិនទៅលេងទឹកមួយទឹកទេហើយក៏មិនទៅលេងធំផៃទី4ដែរយើងធ្វើដំណើរជុំវិញបឹងយ៉ាឡោមតែម្ដងបាទហើយសារមុនខ្ញុំក៏ធ្លាប់ធ្វើវីដេអូនេះច្រើនដងដែរហើយសារមុនយើងអត់បានទៅដើរជុំវិញទេគាត់នៅធំទី4ផៃទី4អញ្ចឹងណាហើយសារនេះយើងនឹងធ្វើដំណើរជុំវិញបឹងយ៉ាឡោមគាត់នៅចង់ដឹងថាទេសភាពក៏ដូចជាទិដ្ឋភាពនៅតាមបឹងយ៉ាឡោមហ្នឹងវាស្អាតកម្រិតណាវាមានអីស្រស់ស្រាយវាមានអីប្លែកអញ្ចឹងតោះកុំផាត់ពេលយូរតើយើងទៅទស្សនាក៏ដូចជាចង់ដឹងថាទិដ្ឋភាពនៅតាមបឹងយ៉ាឡោមវាស្អាតប៉ុណ្ណាអញ្ចឹងរីករាយជាមួយតាបុនទាំងអស់គ្នាណាបាទជួយបឹងយ៉ាឡោមរងជាតែមកធ្វើផែទី4អញ្ចឹងណាភាសានេះយើងចាក់ដើមម្នាក់ឯងជួយបឹងយ៉ាឡោមម្ដងមើលវាប្រហែលម៉ោងដល់កន្លែងផែទី1អញ្ចឹងណាទាំងនេះតោះអញ្ចឹងរីករាយទស្សនាដល់គ្នាថាណាតោះតាំងរីករាយខ្ញុំដល់គ្នាអូខេដល់ឈើនេះធំដល់កនេះស្អាតជាងគ្នានេះធំដល់កเลยណានេះតាមឈើធំដល់កដើមម្នាក់ឯងម្ដងចឹងណាបើយើងដល់កន្លែងបងពេកកដាលនេះគ្នាពេកកដាលហើយពេកកដាលបឹងយ៉ាឡោមនេះគ្នាយើងដើរជុំវិញមិញហ្នឹងឥឡូវដល់បងនេះពេកកដាលបឹងយ៉ាឡោមនេះគ្នាចឹងដល់មកជុំទៀតណាគ្នាតោះព្រីឈើកពតធំតែម្ដងបាទតិចតួចមានគ្រាប់ច្រើនណាគ្នានេះឥឡូវណាអានោះមិនជែករបស់យើងណាជែកគ្រាប់តិចតួចអត់អ្នកតែគ្នានេះនេះឃើញទេគេកាយដីកាលមកខ្ញុំដើរហ្នឹងអត់មាននេះធ្វើចឹងទេឥឡូវគេធ្វើថ្មីនេះគេជប់មុខឡើងណាទួលហ្នឹងគេឥឡូវគេជប់រៀបចឹងស្អីដូចបាក់ចំផ្លូវដើរជួយបឹងយ៉ាឡោមដូចគ្នាបាក់ក្របផ្លូវតំណងនេះឃើញទេអាហ្នឹងមានតែយើងលូនគ្នាលូនទៅយកក្នុងគេកាប់គេបាក់ហើយអូបាក់នេះគេខ្យល់ឲ្យមុននេះបាក់បើសិនជាយើងមិនសាក់លបងយើងអត់ដឹងទេតែយើងធ្វើសិនយើងគ្រាន់តែនិយាយអត់កើតទេនិយាយហើយយើងធ្វើផងអញ្ចឹងជីវិតយើងត្រូវតែផ្សងព្រេងត្រូវតែធ្វើវាបានជោគជ័យអញ្ចឹងណាបងប្អូនបាទអញ្ចឹងរកក្តៅខ្លួនឯងចង់ធ្វើអីធ្វើហ្នឹងបាទយើងធ្វើនៅអ្វីដែលយើងចិត្តយើងស្រឡាញ់ពីចិត្តវាធ្វើហ្នឹងទៅដឹងត្រូវហើយអញ្ចឹងកុំធ្វើអ្វីដែលចិត្តយើងធ្វើឲ្យចិត្តយើងសម្ពាធយើងធ្វើអ្វីដែលតាមចិត្តដែលយើងចង់សប្បាយហើយនឹងរីករាយចិត្តដល់ហើយចិត្តដល់ផែទី1អ្នកទាំងគ្នា
អូខេអ្នកទាំងគ្នាអញ្ចឹងបើយើងសង្កេតមើលទៅលើទិសភាពទិដ្ឋភាពនៅជួរបឹងញឡោមសិតសឹងតែជាដើមឈើធំធំជាចម្រោកសត្វជាច្រើនប្រភេទដែលរស់នៅក្នុងជុំវិញបឹងយឡោមបាទដោយសារអីដើមឈើធំធំបើយើងសង្កេតទៅលើដើមឈើមិនដឹងថារាប់រយឆ្នាំទេបានតម្រុបបានប៉ុណ្ណឹងអញ្ចឹងអ្នកទាំងគ្នាបាទហើយរកការធ្វើដំណើររបស់យើងជុំវិញបឹងយឡោមទទួលបានជោគជ័យហើយអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាក៏ដូចជាស្រឡាញ់គោរពស្រឡាញ់ពីតាបងតាគ្នាអរគុណច្រើនខ្លាំងមែនតើយើងនឹងជួបគ្នាវីដេអូក្រោយបាយបាយអរគុណអ្នកទាំងគ្នាអើយបាទតែមនុស្សអោបប្រហែល3 4នាក់នេះធំណាស់ដល់វានេះ